ស៊ីឈីកម្មវិធីជួបជុំមិត្តបងទៅជាមួយអូនចុះមិនបាច់ទេពួកយើងនិយាយគ្នាឲ្យថាមិននំសង្សារតែទេបងចុះទៅលឿនទៅយករបស់អូនបន្តិចណានេះជាអីហ្នឹងអូនមិនចិត្តរបស់ខ្លះមកមិត្តភក្តិអីយ៉ជាងស៊ីឈីណែខានជប់គ្នាយូរហើយលើថានេះធ្វើការនៅស៊ីងហើយស្មានតែនេះនៅសំណុកសុកស្រួលហើយទៅមិននឹងស្មានសោះថានេះយករបស់គ្មានតម្លៃមកឲ្យមិត្តភក្តិទៅវិញបើអញ្ចឹងដល់ពេលនេះកុំមកសុំពីខ្ញុំអសោះនេះជាអ្នកស្រ័យអ្នកចង់បានរបស់នេះនោះកុំខ្វល់ពីនេះអីអលវីនាងគិតថារបស់អន់ណារបស់អន់នេះមកពីប៉ារីសឥឡូវលោកនាយកស៊ីឈីអរគុណឯងហើយដែលបរិច្ចាគដល់សាលា1លានចង់ហៅឯងមកថ្លែងសន្និដ្ឋានមិនចាំបាច់ទេលោកនាយកខ្ញុំគ្រាន់តែចង់អរគុណដល់សាលារៀនមិនចង់ល្បីអីទេមិនខកបំណងទេតែបងស្រឡាញ់អូនអូនទៅហើយនៅឆ្នាំនោះខ្ញុំជាស្រីស្អាតប្រចាំថ្នាក់មនុស្សទៅតាមស្រឡាញ់ខ្ញុំដំណងជួបពីថ្នាក់ដល់របស់សាលាហ្នឹងខានជួបគ្នាយូរហើយវ៉ាសុជីតបជាស្រីស្អាតប្រចាំថ្នាក់ដល់ល្បីមែននៅក្មេងដូចជានិស្សិតតបទៅរៀនចាំចឹងមែនហើយនាងថាស្បែកបានល្អណាស់ប៉ុន្មានឆ្នាំនេះគ្មានលោអីបន្តិចសោះដូចជាថ្នាំដែលមិនចេះចាញ់ចឹងនៅគឺមកខ្ញុំប្រើ skin care ល្អថានឹងប្រាំមកបិទមុខរាល់ថ្ងៃទៀតផងរបស់ថ្លៃបែបនោះអញមានលុយតែដែរមែនអញចង់អួតពួកយើងមែនទេបើសម្លាញ់បងមកដល់ហើយហ៎ក្រៅនិយាយគ្នារួចហើយថាមិននាំសង្សារមកទេសង្សារខ្ញុំគឺជាអ្នកមានខ្ញុំនាំគេមកគឺដើម្បីឲ្យពួកនាងបានស្គាល់បាននិយាយទៅពួកអញប្រហែលជាបានដឹងហើយមួយរយៈនេះមានអ្នកបរិច្ចាគលុយឲ្យទៅសាលារៀនចំនួន1លានខ្ញុំដឹងហើយនោះគឺសង្សាររបស់ខ្ញុំគេគឺជាអ្នកបរិច្ចាគឲ្យគាត់បានដាក់ឈ្មោះរបស់ខ្ញុំដោយសារតែគាត់ស្រឡាញ់ខ្ញុំខ្លាំងទៅគាត់ធ្វើបែបនេះព្រាអើយដល់ទៅ1លានផងទេនាងបាជាហ៊ានសម្ដែងនៅមុខរបស់ខ្ញុំផងមិនដឹងតែខ្លាចទេកាលពីមុនរីបកាយមានប្រយោជន៍អីទេឥឡូវនេះនៅតែគ្មានអីដដែលអេជាងស៊ឺឈីនាងមកចូលរួមកម្មវិធីជួបជុំមិត្តភក្តិមិនមែនញ៉ាំហ្វ្រីទេមែនទេខ្ញុំមិនជាកដោបញ្ជូនអ្នកនរគ្នាអូជារបស់អន់ដែលនាងយកមកនោះមែនទេឆាប់យកចេញឲ្យពួកគេមើលថានាងយកដំឡូងឬមួយក៏ត្រសក់មកខ្ញុំបានតែរបស់មកពីប៉ារីសយកមកផ្ញើអ្នកនរគ្នាពេលខ្ញុំធ្វើការនៅប៉ារីសកសែតរំនេះពិតជាថ្លៃណាស់ស៊ឺឈីដេតលីមែនឯណារបស់ខ្ញុំមុននេះក្រែងតែខ្លាចថាមិនចង់បានមិនអញ្ចឹងហ៎យ៉ាងម៉េចចង់បានវិញហើយហ៎ចង់ស៊ឺឈីនាងដើម្បីទិញកាដូទាំងអស់នេះចំណាយដោយប្រាក់ខែអស់ប៉ុន្មានទៅខ្លាចតែមកមុខដល់ថ្នាក់ធ្វើបែបនេះមែនទេនាងមិនចាំបាច់ខ្វល់ទេចាស់នាងវិញយករបស់អីមកផ្ញើអ្នកនរគ្នាទៅបានមួយពេលនេះសង្សាររបស់ខ្ញុំគឺជាអ្នកចេញបែបនេះខ្លាចជាកសែរំករបស់នាងឆ្ងាយណាស់នៅកន្លែងនេះថ្លៃណាស់នាងប្រកាសចិត្តដែរទេប្រកាសហើយសង្សារខ្ញុំអាចបរិច្ចាគលុយ1លានបានគ្រាន់តែលុយតិចតួចប៉ុណ្ណេះសោះគ្មានអីអស្ចារ្យទេសម្រាប់ខ្ញុំនោះបើនាងនិយាយចឹងទៅហើយនឹងអញ្ចឹងបន្តិចទៀតនេះយកម្ហូបដែលខ្លាចជាងគេមកហ៊ានទេបានតាអ្នករត់តុងកលុយចាស់ស៊ឺឈីខ្ញុំភ្លេចប្រាប់នាងរបស់នោះត្រូវចេញលើដោយខ្លួនឯងអាយ៉ាសតតែជាមិនគ្នាចាំបាច់ធ្វើអញ្ចឹងធ្វើអីចាស់ស៊ឺឈីបើពេលនេះនាងព្រមអន់ក្បាលអង្វរដាក់ខ្ញុំនោះខ្ញុំនឹងដោះលែងនាងមិនបាច់ទេនេះជាកាត់ VIP របស់ហាងឈុតកាត់ទៅអ្នកនាងកាត់នេះឈុតមិនកាត់ទេខ្ញុំទៅសួរអ្នកចកាសិនចង់ទៅសើស្លាប់ទេកាត់ VIP គេសុទ្ធតែពណ៌ខ្មៅនាងហ៊ានយកកាត់ពណ៌មកពីណាមកបោកគេហ្នឹងអ្នកទាំងអស់គ្នាឆាប់មកមើលមកចាស់ស៊ឺឈីញ៉ាំបាយហើយចង់ធ្វើជាដៃទលាយនេះធ្វើស្អីហ្នឹងខ្ញុំគ្រាន់តែចង់ឲ្យសិស្សទាំងអស់គ្នាបានដឹងមានអ្នកខ្លះបរិច្ចាគលុយឲ្យសាលា1លានតែអ្នកខ្លះញ៉ាំបាយហើយគ្មានលុយឲ្យគេពិតជាធ្វើឲ្យសាលាបាក់មុខពិតមែនតើកាតនេះជារបស់នរណាដែរទៅគឺជារបស់នាងយកកាតជារបស់លេងនេះមកខ្លះធ្វើជាកាត VIP លើឡើងដែលនាងចេញទៅអ្នកនាងគឺជាអ្នកនាងយ៉ាងស៊ឺឈីមែនទេកាយយើងបានប្រាប់ថាអ្នកដែលមានកាតពេជ្រគឺជាភ្ញៀវធំជាងគេរបស់ហាងយើងថាម៉េចពេលតកាយរបស់យើងទើបតែចាប់ផ្ដើមរកស៊ីអ្នកនាងជាងជាមនុស្សម្នាក់គត់ដែលបណ្ដាក់ទុនឲ្យគាត់បើគ្មានគាត់គ្មានហាងថ្ងៃនេះដែរថ្លៃអាហាររបស់អ្នកនាងថ្ងៃនេះមិនគិតថ្លៃទេមិនបាច់ទេអ្នកនាងខាងនេះទើបតែនិយាយមកនេះទេថានាងគឺជាអ្នកចេញអាហារមួយពេលនេះខ្ញុំចេញតែរបស់ខ្ញុំទេថ្លៃផ្សេងទៀតពួកគេគឺជាអ្នកចេញលោកចេញថ្លៃម្ហូបមករាយ10 100 1000 10000នាងចង់យកជីវិតខ្ញុំហ៎ជីនជូទុងប៉ានទូប៉ោ10ចានគឺតម្លៃបានហើយខ្ញុំគ្មានលុយទេឲ្យនាងចេញខ្លួនឯងទៅបងទៅតែបរិច្ចាគលុយ1លានមែនទេបងមិនអាចគ្មានលុយទេនិយាយពីលុយ1លាននេះមែនទេលុយនោះខ្ញុំគឺជាអ្នកបរិច្ចាគមានន័យថានាងគឺជាអ្នកបរិច្ចាគលុយ1លានលោកហ៊ានបោកខ្ញុំផងអ្នកណាឲ្យនាងចង់បានតែមុខមាត់នោះនាងចង់ធ្វើអីខ្ញុំក៏ចង់ឲ្យទាំងអស់គ្នាមើលដែរសុទ្ធតែជាសិស្សចាស់ដូចគ្នាមានអ្នកខ្លះបរិច្ចាគលុយ1លានតែអ្នកខ្លះញ៉ាំបាយហើយគ្មានលុយឲ្យគេពិតជាធ្វើឲ្យសាលាបាក់មុខមែន